តោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវmình chơi សាកទឹកណត់ផ្អែមរបស់គាត់នេះវ៉ាវទឹកខ្លាំងល្អណាស់ជាតិបងប្អូនហើយនេះឆ្ងាញ់ណាស់ធម្មជាតិ 100% មកនេះមើលតម្លើងមកមិញផ្អែមឆ្ងាញ់ណាស់បងប្អូនហើយបាទទឹកណោតជូរនេះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះឥឡូវពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលខ្ញុំច្រោះទឹកត្នោតជូរទាំងអស់គ្នាបងប្អូនធម្មតាទឹកត្នោតពេលដែលយើងឡើងមកគឺយើងត្រូវតែច្រោះវាសិនបងប្អូនដើម្បីឲ្យទឹកត្នោតរបស់យើងនឹងវាស្អាតល្អនិងងាយស្រួលនៅក្នុងការហូបផងដែរព្រោះអីទឹកត្នោតរបស់យើងនឹងវាតែងតែមានកម្ទេចកំទីផ្កាត្នោតវាជ្រុះចូលអញ្ចឹងណាបងប្អូនហើយទឹកត្នោតរបស់ខ្ញុំថ្ងៃនេះឡើងបានប្រហែលជា60លីត្រជាងដែរបងប្អូនបាទសម្រាប់បងប្អូនដែលគាត់ចង់ហូបទឹកត្នោតធម្មជាតិអីបងប្អូនអាចកម្មង់ពីខ្ញុំបានបងប្អូនបាទហើយខ្ញុំក៏មានសេវាកម្មដឹកឲ្យដល់ផ្ទះផងដែរបងប្អូនប៉ុន្តែសម្រាប់ការដឹកជញ្ជូននេះគឺខ្ញុំអាចដឹកបានតែនៅក្នុងទីក្រុងភ្នំពេញទេបងប្អូនបាទហើយបងប្អូនចង់កម្មង់ទឹកត្នោតជូរក៏បានទឹកត្នោតផ្អែមក៏បានដែរបងប្អូនសម្រាប់លេខទូរស័ព្ទរបស់ខ្ញុំបងប្អូនអាចចូលទៅមើលនៅក្រោម profile TikTok ឬមួយក៏ Facebook បងប្អូននឹងឃើញលេខទូរស័ព្ទនៅក្រោម profile ហ្នឹងហើយបងប្អូនបាទហើយសម្រាប់លេខទូរស័ព្ទរបស់ខ្ញុំនេះក៏មានភ្ជាប់ជាមួយនឹង Telegram ផងដែរបងប្អូនបាទដូចដែលបងប្អូនបានឃើញអញ្ចឹងបងប្អូនបាទគឺត្រូវតែច្រោះវាសិនបងប្អូនបាទហើយសម្រាប់ការឡើងយកទឹកត្នោតការធ្វើត្នោតរបស់ខ្ញុំដែរបងប្អូនអាចចូលទៅមើលនៅក្នុងវីដេអូដែលខ្ញុំបានធ្វើជាច្រើននៅក្នុង account TikTok ហើយនិង account Facebook ហើយនិង account YouTube ក៏មានដែរបងប្អូនបាទបើសិនជាបងប្អូនបានចូលទៅទស្សនាហើយសូមបងប្អូនជួយចុចlike ជួយចុច share ហើយនិងជួយចុច follow account របស់ខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំនឹងព្យាយាមធ្វើវីដេអូអំពីការធ្វើត្នោតការឡើងយកទឹកត្នោតដើម្បីឲ្យបងប្អូនបានទស្សនាមើលពីសកម្មភាពរបស់ខ្ញុំឡើងផងដែរបងប្អូនបាទហើយចូលមកដល់ការច្រោះយកទឹកត្នោតរបស់យើងនេះវិញដែរគឺបន្ទាប់ពីច្រោះរួចរាល់ហើយឃើញថាទឹកត្នោតរបស់យើងនេះគឺបានចំនួនដូចដែលខ្ញុំបាននិយាយពីដំបូងអញ្ចឹងបងប្អូនបាទប្រហែលជា60លីត្រជាងបងប្អូនតោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវmình chơi សាកទឹកណត់ផ្អែមរបស់គាត់នេះវ៉ាវទឹកខ្លាំងល្អណាស់ជាតិបងប្អូនហើយនេះឆ្ងាញ់ណាស់ធម្មជាតិ 100% មកនេះមើលតម្លើងមកមិញផ្អែមជាតិហ្មងឆ្ងាញ់ឆ្ងាញ់ណាស់បងប្អូនហើយបាទទឹកត្នោតជូរនេះថ្ងៃអត់ដល់ថ្ងៃជាតិណាស់បងប្អូនអើយជាតិបងប្អូនហើយបាទទឹកត្នោតផ្អែមថ្ងៃនេះទឹកត្នោតជូរបងប្អូននេះបានប្រហែលជា60លីត្របងប្អូនបាទប្រហែលជា2កានបើគិតទៅអាចកំងបានបងប្អូនអាចកំងបានបងប្អូន